ប្រសិនបើយើងយោងទៅតាមរបាយការណ៍ស្រាវជ្រាវឯកសារសត្វកម្ពុជាពួកគាត់បានរៀបរាប់ថាសត្វអណ្ដើកសមុទ្រនេះវាជាប្រភេទសត្វអណ្ដើកដែលងាយរងគ្រោះខ្លាំងណាស់នៅក្នុងដែនសមុទ្រកម្ពុជាជាពិសេសមានចំនួនសត្វអណ្ដើកប្រហែល5ប្រភេទនៅក្នុងចំណោមសត្វអណ្ដើកសមុទ្រផ្សេងៗទៀតដែលមានចំនួន6ប្រភេទគឺត្រូវបានគេរកឃើញវាមានវត្តមាននៅក្នុងដែនទឹកសមុទ្រកម្ពុជាទោះបីជាយ៉ាងណាក៏ដោយការអះអាងរបស់មន្ត្រីអង្គការសត្វពិភពលោកថ្មីនេះពួកគាត់បានអះអាងថានៅក្នុងពិភពលោកមានសត្វអណ្ដើកសមុទ្រខុសៗគ្នាប្រភេទចំនួន7ប្រភេទដែលជិតផុតពូជនិងកម្រទៅហើយនៅក្នុងដែនជម្រកទឹកសមុទ្រកម្ពុជាក៏ដូចជាពិភពលោកនៅក្នុងនោះវាមាន6ប្រភេទត្រូវបានគេចាត់ទុកថាវាជាប្រភេទសត្វអណ្ដើកសមុទ្រដែលរងការគំរាមកំហែងនិងឈានដល់ការផុតពូជតែម្ដងនិងវាត្រូវបានស្ថិតនៅក្នុងបញ្ជីក្រហមនៃអង្គការសត្វពិភពលោកផងដែរដែលស្ដីអំពីការរងគ្រោះនៃប្រភេទសត្វសមុទ្រគ្រប់យ៉ាងព័ត៌មាននៃរបាយការណ៍អង្គការសត្វពិភពលោកបានរៀបរាប់ថានៅក្នុងចំណោមសត្វអណ្ដើកសមុទ្រនៅក្នុងដែនទឹកសមុទ្រកម្ពុជាដែលពួកគេចាត់ទុកថាវាជាប្រភេទសត្វដែលកម្រនិងរងការគំរាមកំហែងខ្លាំងណាស់និងជិតផុតពូជតែម្ដងនៅក្នុងជីក្រហមរបស់សត្វសមុទ្រពិភពលោកប៉ុន្តែថ្មីនេះគេក៏បានរកឃើញសត្វអណ្ដើកប្រភេទនេះគឺមានវត្តមានច្រើនផងដែរនៅក្នុងដែនជម្រកទឹកសមុទ្ររបស់កម្ពុជាដែលមានរហូតទៅដល់5ប្រភេទឯណោះដូចជាប្រភេទល្មិចប្រភេទក្រាស់ប្រភេទល្មិចព្រួយ3ដូចទៅនឹងត្រីនិងមួយប្រភេទទៀតគឺល្បិចក្បាលធំនិងល្បិចប្រភេទវាជាប្រភេទសត្វអណ្ដើកសមុទ្រដែលកម្រនិងមានរូបរាងកាយរបស់វាគឺស្រស់ស្អាតដែលវាហែលនៅក្នុងដែនជម្រកទឹកសមុទ្ររបស់កម្ពុជាប្រភពព័ត៌មានរបាយការណ៍អង្គការសត្វដដែលបានរៀបរាប់ថាសត្វអណ្ដើកសមុទ្រនេះគឺវាមានតួនាទីយ៉ាងសំខាន់ខ្លាំងណាស់នៅក្នុងការថែរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ីនៃដែនសមុទ្រឲ្យមានសុខភាពល្អនិងការបង្កើនធនធានជលផលដើម្បីទាក់ទាញភ្ញៀវទេសចរនិងការបង្កើនប្រាក់ចំណូលហូរហែដល់សហគមន៍ទេសចរនៅក្នុងដែនសមុទ្រកម្ពុជានិងធ្វើឲ្យជីវភាពរបស់ពួកគាត់ល្អប្រសើរឡើងផងដែរដូច្នេះហើយនៅក្នុងការរួមគ្នារវាងក្រសួងបរិស្ថានជាតិកម្ពុជានិងមន្ត្រីអង្គការសត្វពិភពលោកតែងតែរួមគ្នាសហការថែរក្សានៅសត្វអណ្ដើកប្រភេទនេះឲ្យវាមានវត្តមានគង់វង្សយូរអង្វែងនៅក្នុងដែនជម្រកសមុទ្រកម្ពុជាតទៅរហូតបង្កើតកូនតចៅរបស់វាផងដែរវាជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងវិស័យទេសចររបស់កម្ពុជា